បាទអនុញ្ញាតគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបជាមួយ admin ទៀតហើយណាពុកម៉ែបងប្អូនបាទជាមួយនឹងការឲ្យតម្រុយបាទថ្ងៃទី21ណាពុកម៉ែបងប្អូនបាទអញ្ចឹងមុននឹងឈានចូលទៅដល់ការឲ្យតម្រុយថ្ងៃទី21អញ្ចឹង admin ក៏ចង់ពុកម៉ែអារម្មណ៍ពុកម៉ែបងប្អូនបាទទៅតាមដានហើយក៏ទៅផ្ទៀងផ្ទាត់នៅលទ្ធផលថ្ងៃទី20ទាំងអស់គ្នាពុកម៉ែបងប្អូនបាទបាទអញ្ចឹងនេះជាលេខតម្រុយដែល admin ដាក់ចែកជូនដល់ពុកម៉ែបងប្អូនបងប្អូនសម្រាប់ម៉ោង4ហើយនិងម៉ោង6បាទអញ្ចឹងឃើញថាម៉ោង4ពុកម៉ែបងប្អូនបាទម៉ោង4អញ្ចឹងប៉ុស A បាទចេញ85បាទហើយនឹងប៉ុស H បាទចេញ58បាទប៉ុស A ពុកម៉ែបងប្អូនបាទអត់មានឲ្យអត់មានចូលទេពុកម៉ែបងប្អូនបាទលេខតូចបាទ58ប៉ុស H បាទគឺចូលដែរចូលខ្ទង់ O ពុកម៉ែបងប្អូនដែលមានឲ្យ54បាទសម្រាប់លេខធំប៉ុស A បាទ514បាទនឹងក៏អត់មានចូលដែរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់លេខធំប៉ុស H ក៏អត់មានចូលដែរពុកម៉ែបងប្អូនបាទ403បាទហើយសម្រាប់ប៉ុស B C ហើយនិង D ពុកម៉ែបងប្អូនបាទអញ្ចឹងប៉ុស B ចេញ16បាទលេខតូចពុកម៉ែបងប្អូនបាទឃើញថាអត់មានចូលទេបាទហើយសម្រាប់លេខធំបាទ435ក៏អត់មានចូលដែរពុកម៉ែបងប្អូនបាទសម្រាប់ប៉ុស C ពុកម៉ែបងប្អូនទាំងអស់គ្នាបាទប៉ុស C ចេញ35ពុកម៉ែបងប្អូនបាទអូអេដមានឲ្យ39បាទប៉ុន្តែយើងបានចូលខ្ទង់ O ដែរណាបាទអញ្ចឹងសម្រាប់លេខធំបាទចេញ643បាទadmin ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទដាក់634បាទអូពុកម៉ែបងប្អូនទាំងគ្នាបានយកទៅចាក់គុណណាពុកម៉ែបងប្អូនបាទគឺធានាថាត្រូវតែម្ដងបាទ admin ឲ្យ634បាទចេញ643បាទបញ្ច្រាស់លេខបន្តិចបាទហើយសម្រាប់ប៉ុស D បងប្អូនបាទចេញ15ហើយនឹង643បាទនឹងប៉ុស D ណាពុកម៉ែបងប្អូនបាទអញ្ចឹងម៉ោង4យើងផ្ទៀងផ្ទាត់រួចហើយអញ្ចឹងយើងគឺផ្ទៀងផ្ទាត់ម៉ោង6ទាំងអស់គ្នាណាបាទអញ្ចឹងម៉ោង6បាទប៉ុស BCD បាទចេញ52ប៉ុស B ចេញ52ពុកម៉ែបងប្អូនបាទមានឲ្យ54បាទយើងចូលបានតែខ្ទង់អូសទេបាទសម្រាប់3លេខធំពុកម៉ែបងប្អូនបាទ816បាទ admin ឲ្យពុកម៉ែបងប្អូនបាទ861បាទអូបញ្ច្រាស់លេខ1ទៅខាងក្រោយវិញពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនបានចាក់គុណប្រហែលជាត្រូវទៀតហើយណាពុកម៉ែបងប្អូនបាទបាទអញ្ចឹងសម្រាប់ប៉ុសសេគឺចេញ16បាទហើយលេខធំបាទចេញ528បាទឃើញថាអត់មានត្រូវទេពុកម៉ែបងប្អូនបាទហើយសម្រាប់ប៉ុស D គឺចេញ56បាទអូយើងបានចូលខ្ទង់អូសទៀតហើយពុកម៉ែបងប្អូនបាទសម្រាប់លេខធំវិញគឺ281ណាពុកម៉ែបងប្អូនបាទ281យើងក៏អត់មានចូលដែរបាទតែចេញទៅផ្ទៀងផ្ទាត់ប៉ុស A បាទសម្រាប់ប៉ុស A លេខធំគឺមាន133 543ហើយនឹង763បាទឃើញថាអត់មានត្រូវទេអត់មានចូលទេណាពុកម៉ែបងប្អូនបាទអញ្ចឹងលេខតូចប៉ុស A ពុកម៉ែបងប្អូនបាទចេញ9គត់បាទ11 95ហើយនឹង61បាទ admin ឲ្យ93បាទចេញ9គត់95បាទអត់មានចូលទេពុកម៉ែបងប្អូនបាទអញ្ចឹងយើងផ្ទៀងផ្ទាត់នៅលទ្ធផលថ្ងៃទី20រួចរាល់ពុកម៉ែបងប្អូនបាទ admin ក៏ត្រឡប់ទៅឲ្យតម្រុយនៅថ្ងៃ21វិញពុកម៉ែបងប្អូនបាទអញ្ចឹង admin សុំដូរថ្ងៃទី1សិនណាពុកម៉ែបងប្អូនបាទថ្ងៃទី21សុំលុបលេខសិនពុកម៉ែបងប្អូនបាទសម្រាប់លេខតម្រុយថ្ងៃទី21 admin ក៏បានត្រៀមជូនទុកដល់ពុកម៉ែបងប្អូនទាំងគ្នារួចរាល់ហើយពុកម៉ែបងប្អូនណាអញ្ចឹងសម្រាប់ខ្ទង់អូស admin ឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទអូសបាទខ្ទង់10បាទហើយមួយទៀតadmin អូសខ្ទង់7ណាពុកម៉ែបងប្អូនបាទហើយសម្រាប់2លេខពុកម៉ែបងប្អូនទាំងគ្នាadmin នៅតែមាន4ខ្ទង់ដដែលសម្រាប់ពុកម៉ែបងប្អូនយើងបាទចឹងខ្ទង់ទី1 admin ឲ្យពុកម៉ែបងប្អូនបាទគឺលេខ12ណាពុកម៉ែបងប្អូនបាទលេខ12បាទសម្រាប់ខ្ទង់ទី2 admin ឲ្យបាទ05បាទហើយនឹងខ្ទង់ទី3 admin ឲ្យពុកម៉ែបងប្អូនគ្នាបាទលេខ74បាទហើយនឹងខ្ទង់ចុងក្រោយ admin ឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទ53ពុកម៉ែបងប្អូនណាបាទពុកម៉ែបងប្អូនណាយកទៅចាក់បានគ្រប់ប៉ុសតែម្ដងបាទ
បាទប៉ុស A B C D ពុកម៉ែបងប្អូនបាទហើយសម្រាប់លេខធំ admin ក៏ត្រៀមជូនទុកដល់ពុកម៉ែបងប្អូនដូចគ្នាបាទមាន3ខ្ទង់ដដែលពុកម៉ែបងប្អូនបាទសម្រាប់លេខធំ admin ឲ្យពុកម៉ែបងប្អូនបាទគឺ274បាទគុណផងណាពុកម៉ែបងប្អូនកុំភ្លេចចាក់គុណផងប្រយ័ត្នចេញមកស្ដាយពុកម៉ែបងប្អូនឲ្យបានគុណបាទសម្រាប់ខ្ទង់ទី2 admin ឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទ672បាទហើយនឹងខ្ទង់ចុងក្រោយ admin ឲ្យពុកម៉ែបងប្អូនបាទ934បាទពុកម៉ែបងប្អូនកុំភ្លេចចាក់គុណផងណាហើយ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងគ្នាបាទយកលេខពី admin ទៅបាទសូមឲ្យសំណាងល្អហេងត្រូវណាពុកម៉ែបងប្អូនបាទជាចុងក្រោយ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងគ្នាបាទរកស៊ីទទួលទានមានបានធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយបាទសូមឲ្យជួបតែសំណាងល្អបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលចូលមកក្រោយបាទសូមជួយចុចជាវហើយដាក់សញ្ញារូបកណ្ដឹងជូន admin ម្នាក់មួយផងណាពុកម៉ែបងប្អូនដើម្បីងាយស្រួលតាមដានរាល់តម្រុយពេលដែល admin ធ្វើតម្រុយហើយបើ admin នឹងទម្លាក់ចូលក្នុង channel របស់ admin ហើយចឹងពុកម៉ែបងប្អូននឹងទទួលបានសារភ្លាមពុកម៉ែបងប្អូនបាទចឹងអរគុណគ្រប់ពុកម៉ែបងប្អូនទាំងគ្នាបាទពី admin បាទadmin ក៏សូមជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាបាទជួបគ្នានៅថ្ងៃស្អែកពេលវេលានឹងម៉ោងដដែលបាទសូមជម្រាបលា